ន់តែត្រូវស្លាប់ជាមួយប្តីគឺបញ្ជាក់ពីភាពស្មោះត្រង់ភក្តីភាពចំពោះស្វាមីនេះគឺជាប្រពៃណីដ៏រន្ធត់មួយក្នុងប្រវត្តិសាស្ត្រឥណ្ឌាបុរសម្នាក់បានស្លាប់ហើយត្រូវគ្រួសារកំពុងតែរៀបចំបូជាសពរបស់គាត់ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សជុំវិញមិនបានបង្ហាញភាពភ័យខ្លាចឬសោកសៅតែមួយមុខនោះទេគឺពួកគេបែរជាមានអារម្មណ៍ថាអបអរនិងមោទនភាពព្រោះពេលនោះមិនមែនមានតែសាកសពប្តីនៅលើគំនរភ្លើងទេមានប្រពន្ធរបស់គាត់កំពុងតែត្រៀមឡើងនៅលើភ្លើងដើម្បីស្លាប់តាមប្តីផងដែរហេតុនេះហើយទស្សនវិជ្ជាដែលគួរឲ្យតក់ស្លុតសម្រាប់យើងសពថ្ងៃអាចត្រូវបានមនុស្សមួយចំនួននៅសម័យមុនមើលឃើញថាពេលវេលាដ៏មានកិត្តិយសបំផុតសម្រាប់គ្រួសារនេះមិនមែនជាឈុតឆាកភ័យរន្ធត់ទេវាជាប្រពៃណីដែលមានកំណត់ត្រាប្រវត្តិសាស្ត្រពិតប្រាកដនៅក្នុងតំបន់ខ្លះនៃប្រទេសឥណ្ឌាដែលគេហៅថាសត្ទីឬស៊ូទីពាក្យសត្ទីមានប្រភពពីឈ្មោះតួអង្គស្ត្រីក្នុងទេវកថាហិណ្ឌូគឺសត្ទីនាងជាភរិយារបស់ព្រះជីវៈស្ត្រីជាប្រពន្ធសត្ទីបានលោតចូលក្នុងភ្លើងកំពុងតែបូជាសពប្តីរបស់នាងបន្ទាប់ពីការស្លាប់របស់ពួកគេនឹងមានជីវិតថ្មីមួយទៀតក្នុងភពផ្សេងហើយនៅពេលក្រោយសត្ទីត្រូវបានប្រើប្រាស់សម្រាប់ស្ត្រីមេម៉ាយដែលស្លាប់នៅលើភ្លើងបូជាសពរបស់ប្តីនាងនិយាយឲ្យងាយយល់គឺប្តីស្លាប់ពេលបូជាសពប្តីប្រពន្ធក៏ត្រូវលោតចូលភ្លើងសម្លាប់ខ្លួនតាមប្តីផងដែរហេតុអ្វីបានជាមនុស្សធ្វើវិធីនេះនៅក្នុងការយល់ឃើញរបស់សហគមន៍ខ្លះដែលអនុវត្តសត្ទីស្ត្រីដែលស្លាប់ជាមួយប្តីត្រូវបានចាត់ទុកថាជាភរិយាស្មោះត្រង់ភក្តីភាពនិងការលះបង់ដើម្បីប្តីអ្នកគាំទ្រប្រពៃណីនេះនៅសម័យមុនអាចមើលឃើញថាការស្លាប់របស់ស្ត្រីជាការបង្ហាញពីសេចក្តីស្រឡាញ់ភាពស្មោះត្រង់ជាមួយប្តីទៅកាន់ជីវិតក្រោយស្លាប់ពួកគេនឹងរស់នៅជាមួយគ្នាដោយសេចក្តីសុខក្នុងឋានផ្សេងប៉ុន្តែការពិតទៅក្នុងប្រវត្តិសាស្ត្រមានភាពស្មុគស្មាញជាងនេះដូច្នេះការនិយាយថាស្ត្រីគ្រប់រូបស្ម័គ្រចិត្តធ្វើសត្ទីនៅពេលដែលប្តីគាត់ស្លាប់ស្ត្រីមេម៉ាយខ្លះអាចត្រូវបានបង្រៀនឬបញ្ចុះបញ្ចូលថាការស្លាប់តាមប្តីគឺជាការបង្ហាញពីភក្តីភាពស្មោះត្រង់និងកិត្តិយសរបស់ភរិយាប្រសិនបើនាងបដិសេធនាងអាចត្រូវប្រឈមនឹងការមើលងាយការរិះគន់និងចោទប្រកាន់ថាជាស្ត្រីផិតក្បត់មិនស្មោះត្រង់ចំពោះប្តីឬការបោះបង់ចោលពីសង្គមដូច្នេះសូម្បីតែនាងនិយាយថាមិនយល់ព្រមក៏អាចត្រូវអ្នកភូមិឬអ្នករស់នៅក្នុងសហគមន៍បណ្តេញចេញពីភូមិហើយពេលខ្លះអ្នកភូមិអាចនឹងចាប់បង្ខំនាងបោះចូលក្នុងភ្លើងដល់សន្ធោសន្ធៅពេលបូជាសពប្តីរបស់នាងតើសត្ទីមានបំណងអ្វីតាមជំនឿរបស់អ្នកដែលគាំទ្រប្រពៃណីនេះគោលបំណងសំខាន់រួមមានបង្ហាញពីភាពស្មោះត្រង់របស់ប្រពន្ធចំពោះប្តីបង្ហាញពីការលះបង់ខ្លួនជំនឿថាប្តីប្រពន្ធអាចទៅនៅជាមួយគ្នាបន្ទាប់ពីស្លាប់ការរក្សាកិត្តិយសរបស់គ្រួសារនិងស្ត្រីជំនឿសាសនានិងទំនៀមទម្លាប់ក្នុងសហគមន៍ហេតុអ្វីត្រូវបានគេបញ្ឈប់សត្ទីនៅចុងសតវត្សទី18ដើមសតវត្សទី19ការប្រឆាំងនឹងសត្ទីកាន់តែខ្លាំងឡើងអ្នកដែលកែតម្រង់សង្គមឥណ្ឌាមួយរូបដែលមានតួនាទីសំខាន់គឺរាជារ៉េម ម៉ូហារ៉ូគាត់បានប្រឆាំងនឹងការអនុវត្តសត្ទីហើយជំរុញឲ្យមានការកែប្រែសង្គមបន្ទាប់មកថ្ងៃទី14ខែធ្នូឆ្នាំ1829អាជ្ញាធរប៊ីកលក្រោយពេលអភិបាលទូទៅលូនវីលៀមប៊ែនធីនបានចេញប៊ីកលសត្ទី Regulation 1829ដោយប្រកាសថាការដុតឬកប់ស្ត្រីមេម៉ាយទាំងរស់ជាមួយប្តីគឺខុសច្បាប់និងអាចត្រូវបានផ្ដន្ទាទោសតាមតុលាការព្រហ្មទណ្ឌច្បាប់នេះក៏បានបញ្ជាក់ឲ្យមន្ត្រីមូលដ្ឋាននិងប៉ូលីសព្យាយាមទប់ស្កាត់វិធីសត្ទីមុនពេលកើតឡើងហើយអ្នកដែលជួយឬនិយាយបញ្ចុះបញ្ចូលជំរុញឲ្យការស្លាប់បែបនេះអាចប្រឈមមុខនឹងការកាត់ទោសសត្ទីគឺជាប្រវត្តិសាស្ត្រពិតវាមានឯកសារប្រវត្តិសាស្ត្រនិងច្បាស់ជាផ្លូវការនៅឆ្នាំ1829ដែលនិយាយយ៉ាងច្បាស់ចំពោះការដុតឬកប់ស្ត្រីមេម៉ាយទាំងរស់ជាមួយប្តីដូចនេះវាមិនមែនជារឿងដែលអ្នកផលិតខ្សែភាពយន្តនឹងកើតឡើងទាំងស្រុងនោះទេហើយនៅឆ្នាំ1829ប្រពៃណីនេះត្រូវបានប្រកាសថាខុសច្បាប់នៅបេកលដើម្បីបញ្ឈប់ប្រពៃណីសត្ទីនេះទាំងស្រុងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះប្រពៃណីសត្ទីមួយនេះ